សម័យមើលបើសិនជាយើងសង់ផ្ទះដោយអត់មានគ្រឹះផ្ទះហ្នឹងនឹងធ្វើទៅអារម្មណ៍អត់ទៅមុខរៀនភាសាអង់គ្លេសដូចគ្នាបើសិនជាអ្នកទាំងអស់គ្នាអត់មានគ្រឹះនៅក្នុងការរៀនទេគឺពិបាកបន្តិចហើយជាពិសេសអ្នកដែលគាត់ចង់រៀនឲ្យចេះនិយាយគាត់ទៅរៀនថ្នាក់ដែលគេបរៀននិយាយហ្នឹងហ្មងអញ្ចឹងអ្វីដែលគេបរៀនយើងហ្នឹងបរៀនបានត្រឹមតែឲ្យយើងទិញឲ្យចាំប្រយោគទិញឲ្យចាំខ្លងឃ្លាប៉ុនគេទេមិនមែនចេះនិយាយមិនមែនចេះសន្ទនានៅក្នុងភាសាអង់គ្លេសទេគឺជាការបង្រៀនទន្ទិញឲ្យចាំមាត់តែប៉ុណ្្នឹងឯងអញ្ចឹងដើម្បីប្រើភាសាអង់គ្លេសបានគឺតើតែអ្នកទាំងអស់គ្នាអាចបញ្ចេញសលេងជាភាសាអង់គ្លេសបានអាចសង់សំណង់ប្រយោគជាភាសាអង់គ្លេសបានអាចសរសេរជាភាសាអង់គ្លេសបានអាចស្ដាប់គេឲ្យយល់ជាភាសាអង់គ្លេសបានអាចយល់ន័យរបស់គេដែលគេនិយាយជាមួយយើងជាភាសាអង់គ្លេសបានអាចនិយាយចេញទៅវិញទៅគេត្រូវជាភាសាអង់គ្លេសបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាធុញទ្រាន់នៅក្នុងការរៀនទិញធុញទ្រាន់នឹងការនិយាយមួយគេនិយាយមកវិញស្ដាប់បានតែងក់ក្បាលរកពាក្យវិញអត់តបស្ដាប់គេអត់យល់ហើយចង់ចាប់ផ្ដើមរៀនភាសាអង់គ្លេសឲ្យត្រូវតាមក្បួនហើយមានអ្នកណែនាំជួយដឹកដៃអ្នកនរគ្នាគឺអ្នកនរគ្នាមកត្រូវកន្លែងហើយដោយសារតែឥឡូវហ្នឹងគឺយើងមានថ្នាក់បង្រៀនអនឡាញចាប់ផ្ដើមពីកម្រិតមូលដ្ឋាននឹងទៅតែម្ដងអញ្ចឹងចំពោះការរៀនជាមួយនឹងខាងពួកយើងមួយវគ្គសិក្សាហ្នឹងគឺមានរយៈពេល2ខែហើយមានម៉ោងសិក្សា2ដែលអ្នកនរគ្នាអាចជ្រើសរើសតាមពេលវេលាដែលទំនេរបានគឺមានថ្នាក់ថ្ងៃអង្គារនិងថ្ងៃពហុម៉ោង8កន្លះដល់ម៉ោង9កន្លះយប់ហើយនឹងថ្នាក់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចំពោះថ្ងៃសៅរ៍អាទិត្យថ្ងៃសៅរ៍យើងរៀនមួយគ្នាពេលថ្ងៃម៉ោង1កន្លះដល់ម៉ោង2កន្លះថ្ងៃអាទិត្យយើងរៀនមួយគ្នាពេលព្រឹកម៉ោង9កន្លះដល់ម៉ោង10កន្លះព្រឹកអញ្ចឹងចំពោះការរៀន2ខែហ្នឹងបើសិនជាអ្នកនរគ្នាបង់តែមួយខែគឺតម្លៃយើងគិតជូន$30តែបើសិនជាអ្នកនរគ្នាគិតរៀនពេញក្នុងរយៈពេល2ខែហ្នឹងតែម្ដងចប់មកចប់វគ្គគេហ្នឹងតែម្ដងគឺអ្នកនរគ្នាបង់តម្លៃត្រឹមតែ$50ទេដែលមានការផ្ដល់ជូនពិសេសអញ្ចឹងចំពោះការរៀននឹងដែរគឺយើងនឹងចាប់ផ្ដើមក្តោតទៅលើគោល3សំខាន់នៃកម្រិតចាប់ផ្ដើមរបស់ភាសាអង់គ្លេសទី1គឺយើងចាប់ផ្ដើមពីដំបូងតែម្ដងដែលយើងមាន ABC រៀនលេងមួយគ្នាទៅរៀនការបញ្ចេញសលេងរៀនការរាប់លេខលក្ខណៈ1ម៉ោង2ម៉ោងសិក្សាដំបូងបន្តមកទៀតគឺយើងចាប់ផ្ដើមទៅរៀនពាក្យរៀនពាក់ព័ន្ធជាមួយនឹង clear រៀនពាក់ព័ន្ធជាមួយនឹងសង្ឃសំណងប្រយោគរៀនពាក់ព័ន្ធជាមួយនឹង clear ឬក៏ពាក្យដែលយើងប្រើប្រចាំថ្ងៃដើម្បីទៅនិយាយឬក៏ទៅសេឲ្យបានខ្លះតិចតួចក៏ដោយច្រើនក៏ដោយធ្វើម៉េចឲ្យគ្នាយើងមានទំនុកចិត្តនៅក្នុងការនិយាយខ្លះហើយមានទំនុកចិត្តនៅក្នុងការបន្តការសិក្សានឹងទៀតអញ្ចឹងពាក្យហ្នឹងដូចពាក្យពាក់ព័ន្ធជាមួយនឹងគ្រួសារពាក្យពាក់ព័ន្ធជាមួយនឹង color ពាក្យពាក់ព័ន្ធជាមួយនឹងការស្វាគមន៍ពាក្យដែលយើងនិយាយគ្នានៅក្នុងថ្នាក់នៅក្នុង office លក្ខណៈជាដើមហើយចំណុចទី3ដែលយើងនឹងរៀនជាមួយគ្នាហ្នឹងគឺយើងនឹងចាប់ផ្ដើមរៀនពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍ហើយនឹងគន្លឹះរបស់វេយ្យាករណ៍ដែលយើងអាចត្រៀមខ្លួននៅក្នុងការទៅរៀន level 1បានដោយសារតែបើសិនជាយើងអត់រៀនថ្នាក់ចាប់ផ្ដើមហ្នឹងទេយើងទៅរៀន level 1មិនមែនតែខាងឈើខាងសាលាណាផ្សេងក៏ដោយ level 1គេភាគច្រើនគឺគេចាប់ផ្ដើមពី hello how are you ទៅហើយអញ្ចឹងបើសិនយើងអត់ទាន់ចេះពីកម្រិតមូលដ្ឋានហ្នឹងទេយើងចូលទៅដល់ hello how are you ហ្មងដូចគេយកយើងទៅតម្លាក់នៅកណ្ដាលទន្លេដែលយើងអត់ទាន់ចេះហែទឹកអញ្ចឹងគឺយើងត្រូវធ្វើម៉េចឲ្យយើងមានគ្រឹះហ្នឹងសិនហើយយើងត្រូវធ្វើម៉េចឲ្យយើងចេះនៅក្នុងការហែហ្នឹងសិនចាំយើងចូលរៀននៅក្នុង level 1ហើយចំពោះខាង teacher គឺមានចំណុចពិសេសមួយចំនួនដែរដែលអាចធ្វើឲ្យគ្នាយើងចាប់អារម្មណ៍បានទី1គឺការកំណត់ចំនួនមនុស្សខាង teacher កំណត់យកតែ15នាក់ទេក្នុងមួយថ្នាក់ហ្នឹងដើម្បីឲ្យមកល្មមមិនច្រើនពេកហើយក៏មិនតិចពេកល្មមរៀនមិនធ្វើឲ្យយើងធុញហើយក៏មិនធ្វើឲ្យក្នុងថ្នាក់ហ្នឹងឲ្យញ៉ៃញ៉ៃដែលរៀនអត់កើតដែរចំណុចទី2គឺការរៀនផាត់ខាងសាលាយើងគឺលាយឡំជាមួយនឹងការកំសាន្តគឺបានន័យថាយើងមិនមែនរៀនឲ្យធ្វើឲ្យសិស្សស្មុគទេជាពិសេសការរៀនចាប់ផ្ដើមពីឡើងមកវិញ ABCA ហ្នឹងគឺអាចនឹងធ្វើឲ្យសិស្សដែលជាមនុស្សវ័យជំទង់ដូចគ្នាយើងអាចនឹងធ្វើឲ្យគ្នាយើងមានអារម្មណ៍ថាលែងចង់រៀនលឿនអញ្ចឹងការបរៀនផាត់ខាងពួកយើងក៏តាក់ទិតបរៀនមិនធ្វើឲ្យគ្នាយើងរៀនទោះបីជាកម្រិតចាប់ផ្ដើមមែនប៉ុន្តែសម្រាប់អ្នកដែលគាត់មានវ័យជំទង់ហើយចំណុចមួយទៀតគឺយើងសង់ចំណុចគឺយើងសង់ទំនុកចិត្តឲ្យសិស្សគឺបានន័យថាការរៀនជាមួយនឹងខាង teacher ហ្នឹងគឺធ្វើមិនឲ្យយើងមានទំនុកចិត្តក្នុងការរៀនបន្តទៅមុខទៀតឲ្យលើកទឹកចិត្តឲ្យយើងអាចនឹងនិយាយបានឬក៏អាចទៅសេបានតេតក់ក៏ដោយតិចតួចក៏ដោយឲ្យតែយើងអាចចាប់ផ្ដើមបាននិយាយទៅដូចឈ្មោះរបស់វគ្គហ្នឹងអញ្ចឹងគឺកម្រិតចាប់ផ្ដើមយើងចាប់ផ្ដើមដំណើរនៅក្នុងការរៀនភាសាអង់គ្លេសផងយើងហើយចំណុចពិសេសមួយទៀតគឺការវិភាគឬក៏កម្មវិធីសិក្សាដែលមានភាពបត់បែនអាចថាការបរៀនខាងឆើគឺមានលាយចូលគ្នានៃការរៀនជួបគ្នានៅក្នុងថ្នាក់ផ្ទាល់ហើយនឹងការដែលគាត់ទៅយកទៅស្វ័យសិក្សានៅផ្ទះគឺបានន័យថាយើងមានទាំងមេរៀនឲ្យយើងជួបគ្នានៅក្នុងថ្នាក់អង្គារផុសឬក៏ថ្ងៃសៅរ៍អាទិត្យហ្នឹងហើយក៏មានលំហាត់ homework កិច្ចការផ្ទះហើយមានវីដេអូមានអីឲ្យយើងអាចយកទៅស្វ័យសិក្សានៅផ្ទះបន្ថែមខ្លួនឯងទៀតបានដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាតែងតែចង់ចាប់ផ្ដើមរៀនភាសាអង់គ្លេសតែមិនដឹងចាប់ផ្ដើមពីកន្លែងណាឬក៏អ្នកទាំងអស់គ្នាធ្លាប់ចាប់ផ្ដើមហើយដែរតែមិនដឹងជាទៅផ្លូវណាទេចេះតែដើរទៅខលរហូតរៀនពី3ខែបោះចោលអាចចូលរួមជាមួយនឹងខាង teacher បានចំណាយពេលរយៈពេល2ខែហ្នឹងមូលដ្ឋានគ្រឹះដើម្បីសង់គ្រឹះនៃការរៀនភាសាអង់គ្លេសរបស់យើងដែលអាចជួយឲ្យយើងទៅរៀនកម្រិតមួយជាមួយនឹងខាង teacher បន្តឬក៏អាចទៅរៀនជាមួយនឹងខាងគេបានផ្សេងដូចគ្នាអញ្ចឹងអ្នកនរគ្នាបើមានចំណាប់អារម្មណ៍អាចឆ្លើយតបអូខេជាមួយនឹងខាង teacher បានហើយមានសំណួរអីអាចឆាតសួរតាម Telegram នឹងបានដូចគ្នា Hey Dara, did you want to watch the last episode of MasterChef last night? No, I missed it. What happened? It was so exciting. The contestant had to cook a
traditional Cambodia dish and some of their creation were amazing. Really? What did they cook? They made a mock rice and nông mình chốc. The judge said one contestant a mock rice was. Hey Dara, did you want to watch the last episode of MasterChef last night? No, I missed it. What happened? It was so exciting. The contestant had to cook a traditional Cambodia dish and some of their creation were amazing. Really? What did they cook? They made a mock rice and nông mình chốc. The judge said